ការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់លោក Mark Carney បេសកពិសេសរបស់នាយករដ្ឋមន្ត្រីកាណាដានិងជាអតីតទេសាភិបាលធនាគារកណ្ដាលក្នុងខែមករាឆ្នាំ2026នេះត្រូវបានគេមើលឃើញថាជាបេសកកម្មការទូតនិងសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយដែលទាមទារឲ្យមានការថ្លឹងថ្លែងយ៉ាងម៉ត់ចត់បំផុតចំណុចសំខាន់ៗដែលធ្វើឲ្យដំណើរទស្សនកិច្ចនេះមានភាពរសើបនោះរួមមាន 1. ការស្វែងរកតុល្យភាពរវាងពាណិជ្ជកម្មនិងសន្តិសុខលោកខានីត្រូវបំពេញតួនាទីពីរក្នុងពេលតែមួយម្ខាងគឺសេដ្ឋកិច្ចដែលកាណាដាត្រូវតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនជាពិសេសលើវិស័យថាមពលបៃតងនិងការនាំចេញធនធានធម្មជាតិដើម្បីជំរុញសេដ្ឋកិច្ចជាតិម្ខាងទៀតគឺសម្ពាធនយោបាយដែលលោកត្រូវដោះស្រាយបញ្ហាដ៏តានតឹងពាក់ព័ន្ធនឹងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិនក្នុងបោះឆ្នោតកាណាដានិងបញ្ហាសិទ្ធិមនុស្សដែលកំពុងជាចំណុចក្តៅនៅក្នុងសភាទីក្រុងអូតាវ៉ា 2. សម្ពាធពីខាងក្រៅកាតាអាមេរិកដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលដែលរដ្ឋបាលលោក Donald Trump នៅសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធភូនគួយលើទាំងចិននិងកាណាដាប្រសិនបើលោកខានីបង្ហាញភាពជិតស្និទ្ធជាមួយចិនខ្លាំងពេកវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកាណាដាអាមេរិកប៉ុន្តែប្រសិនបើកាណាដាមិនព្រមចរចាជាមួយចិនទេខ្លួនអាចនឹងរងគ្រោះកាន់តែខ្លាំងពីសង្គ្រាមពាណិជ្ជកម្មសកល 3. តួនាទីនយោបាយផ្ទាល់ខ្លួនរបស់លោកខានីដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេវិភាគថាជាការសាកល្បងសមត្ថភាពដឹកនាំសម្រាប់រូបលោកផ្ទាល់លោកខានីត្រូវបានគេចាត់ទុកថាជាបេក្ខភាពឈានមុខម្នាក់ដែលអាចនឹងមកជំនួសលោក Justin Trudeau ជាមេដឹកនាំគណបក្សសេរីនិយម Liberal Party ជោគជ័យឬបរាជ័យក្នុងការចរចាជាមួយមន្ត្រីជាន់ខ្ពស់ចិនលើកនេះនឹងក្លាយជាអាវុធនយោបាយសម្រាប់រូបលោកឬអាចជាចំណុចខ្សោយដែលគណបក្សប្រឆាំងនឹងយកមកវាយប្រហារ 4. របៀបវ៉ារៈសំខាន់ៗនៃការពិភាក្សាការប្រែប្រួលអាកាសធាតុដែលក្នុងនាមជាបេសកអង្គការសហប្រជាជាតិលោកខានីចង់ឲ្យចិនបង្កើនការផ្ទិតញ៉ាលើហិរញ្ញវត្ថុបៃតងបញ្ហាពន្ធលើឡានអគ្គិសនី EVs ដែលមានការពិភាក្សាអំពីវិធានការដែលកាណាដាបានដាក់លើឡានអគ្គិសនីនាំចេញពីចិនដើម្បីជៀសវាងការសងសឹកខាងពាណិជ្ជកម្មពីទីក្រុងប៉េកាំងរបាយការណ៍ចុងក្រោយបំផុតក្នុងខែមករាឆ្នាំ2026បង្ហាញពីការកើនឡើងនៃភាពតានតឹងផ្នែកសាសនានៅក្នុងប្រទេសឥណ្ឌាជាពិសេសគឺការផ្លាស់ប្តូរគោលដៅរបស់ក្រុមជ្រុលនិយមហិណ្ឌូពីការប្រឆាំងក្រុមមូស្លីមមកផ្ដោតលើសហគមន៍គ្រឹះសាសនិកវិញទាំងនេះគឺជាចំណុចសំខាន់ដែលកំពុងកើតឡើង 1. ការកើនឡើងនៃអំពើហិង្សានិងការវាយប្រហារការវាយប្រហារលើវិហារដែលមានរបាយការណ៍កាន់តែច្រើនឡើងអំពីការសម្រុកចូលបំផ្លិចបំផ្លាញវិហារគ្រឹះសាសនានិងការរំខានដល់ការជួបជុំបន់ស្រន់ក្រោមការចោទប្រកាន់ថាមានការបង្ខំឲ្យបដូរសាសនាការវាយប្រហារទាំងនេះកើតមានខ្លាំងបំផុតនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្សបារទីយ៉ាចាណាតាដូចជាដីរដ្ឋឧត្តាប្រទេស ឆាទីស្កានិងម៉ាធយាប្រទេសជាដើម 2. លេសនៃច្បាប់ប្រឆាំងការបដូរសាសនាក្រុមជ្រុលនិយមបានប្រើប្រាស់ច្បាប់ប្រឆាំងការបដូរសាសនា Anti-Conversion Laws ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងរដ្ឋជាច្រើនដើម្បីធ្វើទុកបុកម្នេញលើប៊ូជាចារៈនិងសកម្មជនគ្រឹះបរិស័ទទោះបីជាគ្រឹះសាសនិកមានចំនួនតិចតួចក៏ដោយក៏ក្រុមជ្រុលនិយមចោទប្រកាន់ថាក្រុមនេះកំពុងប្រើប្រាស់ប្រាក់និងការអប់រំដើម្បីអូសទាញអ្នកក្រីក្រនិងជនជាតិដើមភាគតិចឲ្យបោះបង់សាសនាហិណ្ឌូ 3. ការប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហូរកំហឹងបណ្ដាញសង្គមត្រូវបានគេប្រើប្រាស់ដើម្បីចែកចំណាយព័ត៌មានមិនពិតនិងសុន្ទរថាស្អប់ក្បឿមយុទ្ធនាការតាមអ៊ីនធឺណិតបានបង្កើតរូបភាពថាគ្រឹះសាសនាគឺជាការគំរាមកំហែងពីបរទេសដែលចង់បំផ្លាញវប្បធម៌ហិណ្ឌូអំពើហិង្សានេះជារឿយៗកើតឡើងដោយមានការគាំទ្រដោយប្រយោជន៍ឬការប្រងើយកន្តើយពីសំណាក់អាជ្ញាធរមូលដ្ឋានដែលធ្វើឲ្យក្រុមជ្រុលនិយមមានភាពក្លាហានក្នុងការធ្វើសកម្មភាពដោយមិនខ្លាចច្បាប់ 4. ក្តីបារម្ភពីសហគមន៍អន្តរជាតិ
អង្គការសិទ្ធិមនុស្សអន្តរជាតិនិងរដ្ឋាភិបាលប្រជុំប្រទេសបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃសេរីភាពសាសនានៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតក្នុងលោកបញ្ហានេះបានក្លាយជាប្រធានបទដ៏រសើបរសើមនៅក្នុងទំនាក់ទំនងការទូតរវាងឥណ្ឌានិងបណ្ដាប្រទេសនៅអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកផងដែរ